សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំនៅពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងវិស័យសំណង់ជាបន្តទៀតថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៅមុខទៀតខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរនៅពាក្យដែលយើងបានរៀនកន្លងមកតោះយើងចាប់ផ្ដើមអានទាំងអស់គ្នាពាក្យទី1នោះយើងអានថា Morrising ជាភាសាអង់គ្លេសមានន័យថា mock up ដែលយើងបកជាភាសាខ្មែរគឺគំរូពាក្យបន្តមកទៀតនោះគឺ 强势ជាភាសាអង់គ្លេសមានន័យថា storeroom ដែលយើងប្រែជាភាសាខ្មែរមានន័យថាបន្ទប់ដាក់សម្ភារៈពាក្យបន្តមកទៀតយើងអានថា 厨房ជាភាសាអង់គ្លេសមានន័យថា kitchen ដែលយើងបកជាភាសាខ្មែរគឺផ្ទះបាយពាក្យបន្តមកទៀតនោះគឺយើងអានថា 扶សូជាភាសាអង់គ្លេសមានន័យថា handrail ដែលយើងបកជាភាសាខ្មែរគឺបង្កាន់ដៃពាក្យបន្តមកទៀតនោះគឺយើងអានថា 设计ជាភាសាអង់គ្លេសបានន័យថា design ដែលយើងបកជាភាសាខ្មែរគឺ design ដូចគ្នានឹងឯពាក្យថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាយកទៅវិញរៀនអានរៀនសរសេរនៅនឹងស្វែងយល់នៃអត្ថន័យនៃពាក្យនីមួយៗបានច្បាស់លាស់អរគុណដែលតែងតែតាមដានវីដេអូរបស់ខ្ញុំកន្លងមកកុំភ្លេចជួយ Subscribe link នៅក្នុង comment ដែលខ្ញុំដាក់នៅខាងក្រោមអរគុណអ្នកទាំងអស់គ្នាសម្រាប់តាមដានវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូបន្តនៅថ្ងៃបន្តទៀតអរគុណច្រើនបាយបាយ